តើ Telegram អាចត្រូវគេលួចចូលឬ hack ដោយរបៀបណាមនុស្សជាច្រើនជឿថា Telegram មានសុវត្ថិភាពខ្ពស់ដូច្នេះពួកគេគិតថាគណនី Telegram របស់ពួកគេមិនអាចត្រូវគេលួចឬ hack បានឡើយប៉ុន្តែការពិតគណនី Telegram រាប់ពាន់ត្រូវបានគេលួចជារៀងរាល់ឆ្នាំហើយភាគច្រើនវាមិនមែនដោយសារប្រព័ន្ធ Telegram មានចន្លោះប្រហោងសុវត្ថិភាពនោះទេប៉ុន្តែគឺដោយសារអ្នកប្រើប្រាស់ធ្លាក់ក្នុងល្បិចបោកប្រាស់របស់ជនខិលខូចថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកពីវិធីដែល hacker ប្រើញឹកញាប់បំផុតដើម្បីលួចគណនី Telegram និងវិធីការពារខ្លួនឯងវិធីទី1គេហទំព័របោកប្រាស់ phishing website នេះគឺជាវិធីដែលគ្រោះថ្នាក់បំផុតជនខិលខូចនឹងបង្កើតគេហទំព័រคล้ายៗដែលមើលទៅស្ទើរតែដូច Telegram ផ្លូវការទាំងស្រុងបន្ទាប់មកពួកគេនឹងផ្ញើដំណរភ្ជាប់ link មកអ្នកតាមរយៈ Telegram, Facebook, email ឬ SMS ដោយប្រាប់ថាគណនីរបស់អ្នកមានបញ្ហាត្រូវផ្ទៀងផ្ទាត់គណនីឬអ្នកបានឈ្នះរង្វាន់ជាដើមនៅពេលអ្នកចុចលើដំណរភ្ជាប់នោះហើយបញ្ចូលលេខទូរស័ព្ទនិងលេខកូដ OTP ជនខិលខូចនឹងប្រើព័ត៌មានទាំងនោះដើម្បីចូលប្រើគណនី Telegram របស់អ្នកភ្លាមៗវិធីទី2ល្បិចសុំលេខកូដ OTP សូមចងចាំថា Telegram មិនដែលតាក់ទងមកអ្នកដើម្បីសុំលេខកូដ OTP នោះទេប៉ុន្តែ hacker អាចធ្វើពុតជាបុគ្គលិក Telegram ឬធ្វើជាមិត្តភ័ក្តិរបស់អ្នកហើយនិយាយថាសូមផ្ញើលេខកូដដែលទើងតែផ្ញើទៅទូរស័ព្ទរបស់អ្នកមកខ្ញុំបន្តិចមនុស្សជាច្រើនមិនដឹងថាលេខកូដ OTP នោះគឺជាសោសម្រាប់ចូលគណនីគ្រាន់តែអ្នកប្រាប់លេខកូដនោះទៅពួកគេគណនីរបស់អ្នកអាចត្រូវគេលួចភ្លាមៗវិធីទី3ល្បិចបោកប្រាស់តាម QR code ថ្មីៗនេះ hacker និយមប្រើ QR code ដើម្បីបោកប្រាស់ពួកគេអាចប្រាប់ឲ្យអ្នក scan QR code ដើម្បីទទួលរង្វាន់ឬទទួលបាន Telegram Premium ដោយឥតគិតថ្លៃប៉ុន្តែការពិត QR code នោះគឺជា QR code សម្រាប់ចូលប្រើគណនី Telegram របស់អ្នកនៅពេលអ្នក scan ហើយចុចយល់ព្រមនោះមានន័យថាអ្នកបានអនុញ្ញាតឲ្យ hacker ចូលប្រើគណនីរបស់អ្នកដោយខ្លួនឯងវិធីទី4មេរោគ malware ប្រសិនបើអ្នកទាញយកកម្មវិធី APK ពីគេហទំព័រដែលមិនច្បាស់លាស់ឬដំឡើងកម្មវិធីខុសច្បាប់មេរោគអាចលួច password លេខកូដ OTP និងព័ត៌មាន session login របស់អ្នកបានជាពិសេសសម្រាប់អ្នកប្រើប្រាស់ Android ដែលនិយមដំឡើងកម្មវិធីក្រៅ Play Store គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់វិធីទី5ការបោកប្រាស់យក SIM card SIM swap នេះគឺជាវិធីសាស្ត្រដែលគួរឲ្យខ្លាចបំផុត hacker អាចប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដើម្បីបោកក្រុមហ៊ុនទូរស័ព្ទឲ្យផ្ទេរលេខទូរស័ព្ទរបស់អ្នកទៅ SIM card ថ្មីបន្ទាប់មកលេខកូដ OTP ទាំងអស់នឹងត្រូវផ្ញើទៅកាន់ hacker ជំនួសអ្នកប្រសិនបើអ្នកមិនបានបើកមុខងារ two step verification ទេគណនី Telegram របស់អ្នកអាចត្រូវគេលួចបានយ៉ាងងាយស្រួលវិធីទី6ការចូលប្រើ Telegram លើកុំព្យូទ័រសាធារណៈមនុស្សជាច្រើនចូលប្រើ Telegram web នៅកន្លែងធ្វើការឬនៅ Internet Cafe ហើយភ្លេច log out ជាលទ្ធផលអ្នកដែលមកប្រើបន្ទាប់អាចបន្តចូលប្រើគណនី Telegram របស់អ្នកបានដោយមិនចាំបាច់បញ្ចូល password ឡើយឥឡូវនេះសូមនិយាយអំពីវិធីការពារវិញទី1បើកមុខងារ two step verification ទី2ដាច់ខាតកុំប្រាប់លេខកូដ OTP ទៅនរណាម្នាក់ទោះបីជាគេអះអាងថាជាបុគ្គលិក Telegram ក៏ដោយទី3កុំចុចលើដំណរភ្ជាប់ឬ link ដែលមិនស្គាល់ប្រភពឬមិនគួរឲ្យទុកចិត្តទី4ពិនិត្យមើល active session ជាប្រចាំហើយ log out ចេញពីឧបករណ៍ណាដែលអ្នកមិនស្គាល់ទី5កុំដំឡើងកម្មវិធីឬ game ពីប្រភពដែលមិនគួរឲ្យទុកចិត្តសូមចងចាំថា hacker ភាគច្រើនមិនបាន hack ប្រព័ន្ធ Telegram ដោយផ្ទាល់នោះទេអ្វីដែលពួកគេកំពុង hack គឺការជឿទុកចិត្តរបស់អ្នកដូច្នេះមុនពេលចុចលើដំណរភ្ជាប់ណាមួយមុនពេល scan QR code ណាមួយឬមុនពេលផ្ញើលេខកូដ OTP ទៅនរណាម្នាក់សូមគិតឲ្យបាន2ដងការប្រុងប្រយ័ត្នត្រឹមតែប៉ុន្មានវិនាទីអាចការពារគណនី Telegram របស់អ្នកបានទាំងស្រុង